ជាទូទៅកាលណានិយាយអំពីប្រវត្តិសាស្ត្រពិភពលោកគេច្រើនតែនិយាយត្រឹមតែអំពីដំណើររឿងរបស់មនុស្សជាតិយើងតែប៉ុណ្ណោះក៏ប៉ុន្តែតាមគិតពិតទៅប្រវត្តិរបស់មនុស្សជាតិយើងទាំងប្រវត្តិជាសំណេរនិងបុរេប្រវត្តិគឺគ្រាន់តែជាផ្នែកដ៏តូចល្អិតមួយតែប៉ុណ្ណោះបើធៀបទៅនឹងប្រវត្តិរបស់ភពផែនដីរបស់យើងហើយវាកាន់តែតូចល្អិតណាស់ទៅទៀតបើធៀបទៅនឹងប្រវត្តិរបស់ចក្រវាឡទាំងមូលមនុស្សជាតិយើងមានវត្តមាននៅលើភពផែនដីយ៉ាងនេះតាំងពីប្រមាណជា20,000ឆ្នាំមុនហើយសម្រាប់មនុស្សយើងម្នាក់ៗដែលគិតជាមធ្យមមានជីវិតរស់នៅមិនដល់100ឆ្នាំផងនោះ20,000ឆ្នាំអាចរាប់ថាជារយៈពេលដ៏យូរអង្វែងមួយក៏ប៉ុន្តែតាមគិតពិតទៅវាគ្រាន់តែរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះបើធៀបទៅនឹងអាយុកាលរបស់ភពផែនដីដែលបានចាប់កំណើតឡើងតាំងពីប្រមាណជា4,500 លានឆ្នាំមុនហើយវាកាន់តែតិចតួចខ្លាំងណាស់ទៅទៀតបើយើងធៀបទៅនឹងអាយុកាលរបស់ចក្រវាឡទាំងមូលដែលបានចាប់កំណើតឡើងតាំងពីជិត14,000 លានឆ្នាំមុនឯណោះដើម្បីឲ្យងាយយល់អំពីរយៈពេលដ៏ខ្លីនៃប្រវត្តិរបស់មនុស្សជាតិនៅក្នុងប្រវត្តិរបស់ចក្រវាឡគេអាចធ្វើការពិចារណាដោយយកប្រវត្តិចក្រវាឡទាំងមូលទាំង14,000 លានឆ្នាំមកបង្រួញឲ្យនៅត្រឹមរយៈពេល1ឆ្នាំហើយបង្កើតទៅជាប្រតិទិនដែលមាន12ខែចាប់ពីថ្ងៃទី1ខែមករាហើយបញ្ចប់ត្រឹមថ្ងៃទី31ខែធ្នូដែលត្រូវនឹងសម័យកាលរបស់យើងបច្ចុប្បន្ននេះនៅក្នុងប្រតិទិននេះចក្រវាឡចាប់កំណើតឡើងនៅថ្ងៃទី1មករាប្រព័ន្ធព្រះអាទិត្យនិងភពផែនដីរបស់យើងចាប់កំណើតនៅក្នុងខែកញ្ញាហើយរហូតតទៅដល់ថ្ងៃទី31ខែធ្នូពូលគឺថ្ងៃចុងក្រោយបង្អស់នៃប្រតិទិនហើយនៅម៉ោង11:52នាទីយប់ពូលគឺមិនត្រឹមតែនៅម៉ោងចុងក្រោយបង្អស់នោះទេក៏ប៉ុន្តែគឺស្ទើរតែដល់នាទីចុងក្រោយបង្អស់ទើបមនុស្សជាតិយើងចាប់មានវត្តមាននៅលើភពផែនដីយើងនេះបើនិយាយត្រឹមប្រវត្តិជាសំណេរវិញពូលគឺចាប់ពីសម័យកាលបដិវត្តន៍កសិកម្មប្រវត្តិជាសំណេររបស់មនុស្សជាតិយើងទាំងមូលទើបនឹងចាប់ផ្ដើមឡើងនៅក្នុងរយៈពេលប្រមាណជា30វិនាទីចុងក្រោយនេះតែប៉ុណ្ណោះនៅក្នុងប្រតិទិន12ខែនៃប្រវត្តិចក្រវាឡទាំងមូលនេះបើយើងនិយាយអំពីពេលវេលាបើនិយាយអំពីលំហឬទំហំវិញប្រសិនបើមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកមកឈរជាប់គ្នានៅនឹងកន្លែងតែមួយមនុស្សយើងទាំង7,000 លាននាក់នៅលើភពផែនដីយើងទាំងមូលនេះមិនទាំងអាចឈរពេញផ្ទៃដីស្មើនឹងខេត្តរបស់ប្រទេសកម្ពុជាមួយនោះផងដែលនេះគឺជាទំហំដ៏តូចមួយបើធៀបទៅនឹងផ្ទៃក្រណារបស់ភពផែនដីរបស់យើងទាំងមូលភពផែនដីយើងនេះទៀតសោតក៏គ្រាន់តែជាភពមួយនោះដែរក្នុងចំណោមភពទាំង8នៅក្នុងប្រព័ន្ធព្រះអាទិត្យហើយប្រព័ន្ធព្រះអាទិត្យរបស់យើងនេះគឺគ្រាន់តែជាផ្កាយមួយដួងតែប៉ុណ្ណោះក្នុងចំណោមផ្កាយប្រមាណជា200ទៅ400,000 លាននៅក្នុង Galaxy Milky Way ចំណែកឯ Milky Way នេះទៀតក៏គ្រាន់តែជា Galaxy មួយដែរក្នុងចំណោម Galaxy ប្រមាណជា100,000 លាននៅក្នុងចក្រវាឡដែលគេអាចសង្កេតឃើញនៅក្នុងពេលបច្ចុប្បន្ននេះចាប់តាំងពីរាប់ពាន់ឆ្នាំមកហើយដែលមនុស្សជាតិយើងតែងតែធ្វើការសង្កេតពិចារណាចង់ដឹងចង់យល់អំពីចក្រវាឡមនុស្សយើងបានចាប់ផ្ដើមធ្វើការសង្កេតសិក្សានិងតាមដានមើលដំណើរនៃដួងតារានៅលើមេឃតាំងពីសម័យបុរាណមកម្ល៉េះដោយខ្លះធ្វើការសង្កេតដើម្បីទស្សន៍ទាយពីជោគជតារាសីឯខ្លះទៀតធ្វើជាការសម្គាល់ទិសក្នុងការធ្វើដំណើរឬជាការសម្គាល់ឆ្នាំខែឬរដូវដើម្បីកំណត់ពេលដាំដុះឬកំណត់រដូវបរបាញ់ជាដើមក្នុងពេលជាមួយគ្នាការយល់ដឹងរបស់មនុស្សយើងទៅលើចក្រវាឡតាំងពីសម័យបុរាណរហូតមកទល់នឹងពេលបច្ចុប្បន្ននេះក៏តែងតែមានការវិវត្តប្រែប្រួលជាប់ជាប្រចាំផងដែរពីដំបូងឡើយគេនាំគ្នាជឿថាផែនដីមានរាងសំប៉ែតហើយជាចំណុចកណ្ដាលនៃចក្រវាឡពូលគឺផែនដីស្ថិតនៅនឹងថ្កល់ហើយគ្រប់អ្វីទាំងអស់ដែលនៅលើមេឃសុទ្ធតែធ្វើដំណើរវិលជុំវិញផែនដីទាំងអស់
ជំនឿថាផែនដីជាចំណុចកណ្ដាលនៃចក្រវាឡនេះត្រូវបានចាក់គ្រឹះយ៉ាងមាំនៅក្នុងការយល់ដឹងរបស់មនុស្សជាទូទៅក៏ដូចជានៅក្នុងទ្រឹស្ដីវិទ្យាសាស្ត្រចាប់តាំងពីសម័យកាលរបស់អារីស្តូតនិងផ្តូលីមីរហូតមកទល់នឹងសតវត្សទី16នៃគ្រិស្តសករាជទើបមានការផ្លាស់ប្ដូរនៅឆ្នាំ1514អ្នកប្រាជ្ញប៉ូឡូញឈ្មោះនីកូឡាកូពេនិកបានបង្កើតនៅទ្រឹស្ដីមួយទៀតដោយកំណត់ថាគ្រប់អ្វីៗទាំងអស់មិនមែនសុទ្ធតែវិលជុំវិញផែនដីនោះទេផ្ទុយទៅវិញផែនដីទៅវិញទេដែលរួមជាមួយនឹងភពផ្សេងទៀតសុទ្ធតែធ្វើដំណើរវិលជុំវិញព្រះអាទិត្យទាំងអស់ទ្រឹស្ដីនេះដែលកាលពីដំបូងមិនទាន់ត្រូវបានគេស្គាល់ច្រើននៅឡើយបានចាប់ផ្ដើមល្បីនិងមានឥទ្ធិពលរីកសាយភាយខ្លាំងក្រោយពីទទួលបានការគាំទ្រពីសំណាក់អ្នកប្រាជ្ញដ៏ល្បីឈ្មោះពីររូបនៅក្នុងសតវត្សទី17គឺអ្នកប្រាជ្ញអាល្លឺម៉ង់ឈ្មោះ Johannes Kepler និងអ្នកប្រាជ្ញអ៊ីតាលីឈ្មោះ Galilei ក្រោយៗមកទៀតនៅពេលដែលទ្រឹស្ដីវិទ្យាសាស្ត្រកាន់តែរីកចម្រើនហើយបច្ចេកវិទ្យាក៏កាន់តែជឿនលឿនដែលអាចឲ្យយើងផលិត telescope កាន់តែល្អមើលឃើញកាន់តែច្បាស់និងបានឆ្ងាយទៅក្នុងលំហអវកាសការយល់ដឹងរបស់យើងទៅលើចក្រវាឡក៏មានការវិវត្តកាន់តែលឿនទៅតាមនោះដែរចុងក្រោយគេអាចកំណត់បានថាកុំថាឡើយត្រឹមតែភពផែនដីមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡសូម្បីតែព្រះអាទិត្យនិងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះក៏មិនមែនជាប្រព័ន្ធតែមួយនៅក្នុងចក្រវាឡនេះនោះដែរផ្ទុយទៅវិញនេះគ្រាន់តែជាប្រព័ន្ធផ្កាយមួយនៅក្នុងចំណោមផ្កាយដ៏ច្រើនរាប់មិនអស់នៅក្នុងចក្រវាឡហើយការយល់ដឹងរបស់មនុស្សទៅលើព្រំដែននៃចក្រវាឡក៏ត្រូវបានពង្រីកកាន់តែធំផងដែរដោយចេញពីប្រព័ន្ធព្រះអាទិត្យទៅដល់ Galaxy Milky Way រួចហើយពង្រីកចេញពី Milky Way ទៅកាន់ Galaxy ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀតនៅក្នុងពេលបច្ចុប្បន្ននេះគេកំណត់ថាទំហំនៃចក្រវាឡដែលគេអាចសង្កេតឃើញបានគឺមានរហូតដល់ទៅ 14,000 លានឆ្នាំពន្លឺមើលចេញពីគ្រប់ទិសទាំងអស់ពីភពផែនដីរបស់យើងគេហៅថាចក្រវាឡដែលគេអាចសង្កេតឃើញបានឬតាមភាសាអង់គ្លេសថា observable universe ពីព្រោះតែគេជឿថាទំហំពិតប្រាកដនៃចក្រវាឡរបស់យើងគឺមានច្រើនជាងនេះគ្រាន់តែគេមិនអាចមើលឃើញបានដោយសារតែចក្រវាឡយើងនេះមានអាយុកាលទើបតែជិត 14,000 លានឆ្នាំដូច្នេះពន្លឺដែលចេញពីផ្កាយឬ Galaxy ដែលស្ថិតនៅឆ្ងាយជាង 14,000 លានឆ្នាំពន្លឺពីភពផែនដីមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើដំណើរមកដល់ភពផែនដីដែលអាចឲ្យយើងសង្កេតឃើញបានភាពធំល្វឹងល្វើយមិនអាចពិពណ៌នាបាននៃចក្រវាឡវាគឺជាការបញ្ជាក់ឲ្យយើងដឹងខ្លួនថាមនុស្សជាតិយើងគ្រាន់តែជាផ្នែកដ៏តូចល្អិតបំផុតមួយតែប៉ុណ្ណោះនៅក្នុងចក្រវាឡដ៏ធំធេងនេះហើយជាពិសេសជាងនេះទៅទៀតឲ្យយើងដឹងខ្លួនថាបើទោះបីជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់យើងមានការរីកចម្រើនជឿនលឿនច្រើនក៏ដោយក៏ប៉ុន្តែនៅក្នុងចក្រវាឡដ៏ធំធេងនេះនៅមានរឿងជាច្រើនទៀតដែលយើងមិនទាន់ដឹងហើយដែលយើងត្រូវស្វែងយល់អ្នកប្រាជ្ញដ៏ល្បីល្បាញរបស់អង់គ្លេសគឺសាស្ត្រាចារ្យ Stephen Hawking ដែលទើបនឹងទទួលមរណភាពកាលពីថ្ងៃទី14 ខែមីនាឆ្នាំ2018កន្លងទៅធ្លាប់បានលើកឡើងកាលពីពេលលោកនៅរស់ថាយើងមិនគួរសម្លឹងចុះទៅដីមើលតែត្រឹមចុងជើងរបស់ខ្លួននោះទេក៏ប៉ុន្តែគួរតែងើបក្បាលឡើងសម្លឹងមើលទៅលើដួងតារាដែលនៅលើមេឃហើយធ្វើការពិចារណាចង់ដឹងចង់យល់អំពីចក្រវាឡរបស់យើង